នៅ2008យើងចាប់ផ្ដើមឃើញយុវជនចូលចិត្តបាល់ទាត់យើងចាប់ផ្ដើមប្រមូលផ្ដុំគាត់ដើម្បីលេងហើយការប្រមូលផ្ដុំនឹងក្នុងគោលបំណងកុំឲ្យគាត់ទៅប្រព្រឹត្តរឿងអីផ្សេងជាពិសេសការលេងដែលមិនមានគេហៅថាតាមរបៀបវាធ្វើឲ្យគាត់គ្រោះថ្នាក់ចាប់ផ្ដើមដំបូងគឺយើងប្រឈមរឿងថវិកាយើងត្រូវការទិញឈុតយើងត្រូវការទិញសម្ភារៈអីតែយើងអត់មានថវិកាគ្រប់គ្រាន់ទេកាលហ្នឹងដំបូងអង្គការហ្នឹងគាត់មកក្រោយទេគាត់បញ្ជូនគ្រូមកវឹកហាត់ហើយគាត់មានសម្ភារៈវឹកហាត់របស់គាត់អញ្ចឹងគាត់មកវឹកហាត់មួយអាទិត្យប្រហែលថ្ងៃអញ្ចឹងជាប់គាត់យកទៅវិញហើយអត់មានឲ្យយើងទេដំណោះស្រាយអីមានតែយើងរៃលុយគ្នាទិញសម្ភារៈអីលេងតែប៉ុណ្្នឹងឯងគ្រូបន្ទាប់ពីយើងរៀនពី Mobilizing Support ហ្នឹងមកយើងចាប់ផ្ដើមកែប្រែផែនការយុទ្ធសាស្ត្រយើងគឺយើងចាប់ផ្ដើមបង្កើនទំនាក់ទំនងឲ្យជិតស្និទ្ធជាមួយនឹងសប្បុរសជនជាមួយនឹងអាជ្ញាធរមូលដ្ឋានអីផ្សេងឲ្យកាន់តែល្អជាងមុនហើយមានការតាក់ទងគ្នាផ្ទាល់ទៅវិញទៅមកទៀតពីមុនតើយើងប្រើតាមវិធីគេថាផ្លូវការអញ្ចឹងលោកគ្រូបាទឥឡូវយើងអាចតាក់ទងគ្នាលឿនឆ្លើយតបមកវិញលឿនតែម្ដងឃើញថាយើងមានបានផ្លែផ្កាគួរសមដែរយើងមានកីឡាករយើងមួយចំនួនជាប់ទៅលេងជម្រើសជាតិមួយចំនួនជាប់តេស្តទៅក្លឹបអាជីពនៅភ្នំពេញសប្តាហ៍ថ្ងៃនេះគឺយើងបានទទួលលទ្ធផលជាទីកប់ចិត្តយើងទទួលបានការគាំទ្រអំពីអាជ្ញាធរមូលដ្ឋានចូលរួមថាការយើងទទួលបានការគាំទ្រពីសាលាលោកផ្ដល់ទីកន្លែងហើយនឹងជួយអប់រំសិស្សឲ្យចូលរួមលេងកីឡានិងថែរក្សាបរិស្ថាននៅទីលានតារាងបាល់ហើយយើងបានការគាំទ្រពីសប្បុរសជននានាក្នុងនិងក្រៅស្រុកទាំងថវិកាទាំងសម្ភារៈក៏ដូចជាភេសជ្ជៈពេលមានការប្រកួតឬក៏មានកម្មវិធីអីផ្សេងៗហ្នឹងការចាប់ដើមដំបូងគឺចូលលេងតាមមិត្តភ័ក្តិហើយនឹងស្គាល់គ្រូលេងបាល់ផងរៀនផងបន្ទាប់មកក៏បានវឹកហាត់ខ្លះក៏ចាប់ដើមចេញប្រកួតតាមក្រៅស្រុកបន្ទាប់មកក៏ចាប់ដើមរៀនចប់ទៅក៏វិវត្តមកក្លាយជាគ្រូវឹកម្ដងដើម្បីជួយបណ្ដុះក្មេងៗចំនួនក្រោយឲ្យគាត់បានលេងបាល់សូមអរគុណដែលបានជួយឧបត្ថម្ភដល់ពួកខ្ញុំដូចជាសម្ភារៈក្នុងការហាត់បាល់ជាប្រភេទឈុតឲ្យកីឡាជួយដល់ក្មេងៗខ្លះដែលគាត់អត់មានលុយគាត់អាចស្រេចក្តីសម័យរបស់គាត់ដែលគាត់ចង់ខ្លាចជាកីឡាករឬក៏លេងតំណាងឲ្យស្រុកឲ្យខេត្តអីចឹងសម្រាប់ក្រុមបាល់ទាត់ហ្នឹងខ្ញុំស្រឡាញ់ចូលចិត្តតាំងពីក្មេងមកអញ្ចឹងខ្ញុំមានថវិកាទិញទូចខ្ញុំជួយគាត់ទៅជួយជាថវិកាសម្រាប់ដូចជាបោះអាវស្រោមជើងស្មងខ្ញុំជួយជាក្រុមគេថា 50% បានជាសាលាបានផ្ដល់ទីលានសម្រាប់ឲ្យបងប្អូនលេងកីឡាគ្រប់ប្រភេទមានបាល់ទាត់បាល់ទះអញ្ចឹងចាពួកយើងតាមផ្សារជាមួយនឹងក្រសួងអប់រំយុវជននិងកីឡាចាអញ្ចឹងឲ្យបងប្អូននឹងបានចូលរួមនៅក្នុងសកម្មភាពដើម្បីឲ្យគាត់បានបង្ហាញអំពីសមត្ថភាពរបស់គាត់ហើយនឹងជួយពង្រឹងស្មារតីរបស់គាត់នឹងឲ្យមានសាមគ្គីភាពមានភាពរឹងមាំផ្នែកសុខភាពរបស់គាត់ផងហើយទាំងប្រាជ្ញារបស់គាត់ផងរដ្ឋបាលស្រុកយើងតែងតែជួយសហការក៏ដូចជាសម្របសម្រួលពាក់ព័ន្ធនឹងទីតាំងប្រកួតឬក៏ការអញ្ជើញចូលរួមពីអ្នកពាក់ព័ន្ធជាពិសេសអាជ្ញាធរឬក៏ដៃគូអភិវឌ្ឍអីហ្នឹងឆ្នាំទៅយើងបានឧបត្ថម្ភសម្លៀកបំពាក់ជូនក្រុមកីឡាករដែលសារខាងអង្គការហ្នឹងគាត់មានការខ្វះខាតមួយចំនួនដែរព្រោះថាការស្នើសុំជំនួយរបស់គាត់ហ្នឹងមិនបានគ្រប់តាមតម្រូវការរបស់កីឡាករទេសម្រាប់ផែនការអនាគតខាងខ្ញុំនឹងគៀងគោរការគ្រប់គ្រងបន្ថែមទៀតអំពីសប្បុរសជនក្នុងស្រុកនិងក្រៅស្រុកឲ្យមានការគ្រប់គ្រងបន្ថែមខ្លាំងពីសហព័ន្ធបាល់ទាត់ Grassroots នេះគឺជាសរសៃឈាមរបស់ជម្រើសជាតិ